បើសិនបើអ្នកចាក់សម្រាមក្នុងផ្ទះយ៉ាងច្រើនទៅក្នុងមាត់ភ្នំភ្លើងតើអ្នកគិតថាវានឹងដោះស្រាយបញ្ហាកាកសំណល់បានមែនទេព្រោះសីតុណ្ហភាពកម្អែភ្នំភ្លើងគឺខ្ពស់ណាស់ខ្ពស់រហូតដល់អាចដុតរំលាយសម្រាមទូទៅបានទាំងអស់ប៉ុន្តែតើនេះពិតជាវិធីសាស្ត្រល្អក្នុងការដោះស្រាយបញ្ហាសម្រាមមែនឬជាសម្រាមនឹងធ្លាក់ទៅលើស្រទាប់រឹងនៃផ្ទៃកម្អែលភ្នំភ្លើងដូច្នេះវានឹងមិនលេចចុះភ្លាមនោះទេប៉ុន្តែបន្ទាប់ពីមួយរយៈមកជាតិសំណើមនិងវត្ថុត្រជាក់ក្នុងសម្រាមប៉ះជាមួយកម្អែលភ្នំភ្លើងក្តៅខ្លាំងក៏ចាប់ផ្ដើមប្រែក្លាយជាអូស្មန်បង្កឲ្យមានការផ្ទុះយ៉ាងបាញ់កម្អែលភ្នំភ្លើងនិងកំទេចកំទីសម្រាមទៅលើអាកាសការដុតបំផ្លាញផ្លាស្ទិកនិងសម្រាមផ្សេងនឹងបញ្ចេញអូស្មန်ពុលយ៉ាងច្រើនលាយឡំជាមួយអូស្មန်ដើមរបស់ភ្នំភ្លើងនេះធ្វើឲ្យបញ្ហាបំពុលខ្យល់និងភ្លៀងអាស៊ីតកាន់តែធ្ងន់ធ្ងរចូលបបោះដុំតកកយៈមួយចូលទៅក្នុងមាត់ភ្នំភ្លើងតើវាអាចពន្លត់កម្អែលភ្នំភ្លើងបានទេជាដំបូងអ្នកត្រូវដឹងថាសីតុណ្ហភាពកម្អែលភ្នំភ្លើងជាទូទៅលើសពី 1000 អង្សាសេដូច្នេះអ្នកត្រូវយកទឹកបឹងចំនួន 15,000 លានម៉ែត្រគូបអង្កកជាទឹកកករួចបោះវាចូលទៅប៉ុន្តែតើអ្នកស្មានថាវាចប់ត្រឹមនឹងមែនទេនៅពេលដុំតកកយៈនេះប៉ះនឹងកម្អែលភ្នំភ្លើងវានឹងប្រែក្លាយជាអូស្មန်ភ្លាមហើយមាឌរបស់វានឹងរីកធំយ៉ាងរហ័សការប្រែក្លាយជាអូស្មန်ភ្លាមបែបនេះនឹងធ្វើឲ្យសម្ពាធក្នុងភ្នំភ្លើងកើនឡើងយ៉ាងខ្លាំងបង្កឲ្យមានការផ្ទុះខ្លាំងក្លាជាងការផ្ទុះភ្នំភ្លើងធម្មតាឆ្ងាយណាស់នៅពេលនោះស្ទីមដែលក្តៅខ្លាំងកំទេចថ្មនិងកំទេចកំទីកម្អែលភ្នំភ្លើងនឹងត្រូវខ្ទាតចេញទៅចម្ងាយរាប់គីឡូម៉ែត្រកម្លាំងបំផ្លិចបំផ្លាញរបស់វាអាចប្រៀបផ្ទឹមបាននឹងការផ្ទុះគ្រាប់បែកបរមាណូចុះបបោះគ្រាប់បែកបរមាណូមួយគ្រាប់ចូលទៅក្នុងមាត់ភ្នំភ្លើងវិញតើលទ្ធផលនឹងទៅជាយ៉ាងណាបើសិនបើគ្រាប់បែកបរមាណូនេះអាចផ្ទុះដោយជោគជ័យនៅខាងក្នុងភ្នំភ្លើងឬក្បែរថង់ម៉ាម៉ារលកធាតុអាកាសដ៏ខ្លាំងក្លាដែលវាបង្កើតឡើងនឹងធ្វើឲ្យម៉ាម៉ានៅជុំវិញនោះคล้ายជាអូស្មန်ភ្លាមបណ្ដាលឲ្យសម្ពាធខាងក្នុងកើនឡើងខ្លាំងនាំឲ្យមានការផ្ទុះភ្នំភ្លើងយ៉ាងសាហាវឃោឃៅបំផុតផេះភ្នំភ្លើងយ៉ាងច្រើនដែលភាយចេញមកនឹងនាំទៅជាមួយនៅសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់រាលដាលពេញពិភពលោកបង្កជាការបំពុលនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ